ATML rule បាទណាអញ្ចឹងនេះឥឡូវយើងឧទាហរណ៍ថាឥឡូវយើងនិយាយពីពាក់ព័ន្ធជាមួយ title មួយនេះយើងមើលនេះខ្ញុំដាក់អីគេ this is about អីគេ ATM ML អញ្ចឹងខ្ញុំ save ពឹបពេលខ្ញុំ save ហ្នឹងឥឡូវ file ហ្នឹងយើងបាន save ហើយនេះឈ្មោះ file គេ ATML ដូច ATML អញ្ចឹងយើងទៅមើលនៅលើ folder របស់យើងនេះ ATML ដូច ATML ខ្ញុំរ៉ាត់មើលនេះពេលខ្ញុំរ៉ាត់មើលទៅយើងឃើញគេខ្ញុំសុំបិទtab នៅខាងលើហ្នឹងហៅ tab ហ្នឹងខ្ញុំបិទចោលអស់ខ្ញុំបិទចោលអស់ដើម្បីឲ្យវាដើរ my try បិទដែរនេះយើងឃើញនេះអញ្ចឹង this is អីគេ about ខ្ញុំមើលឃើញហ៎បាទ about ATML អូខេឥឡូវយើងដាក់ខាងលើពាក់ព័ន្ធយើងដាក់ឈ្មោះ title website យើងឥឡូវយើងពាក់ព័ន្ធយើងនិយាយពី website មួយចង់យើងធ្វើពីគេ e-learning website ឈ្មោះថា e-learning ហ្មងព្រោះអញ្ចឹងណាបាទ e-learning អញ្ចឹងទៅអូខេអញ្ចឹងពេលយើងបើក website របស់យើងឃើញគេ e-learning អញ្ចឹងត្រូវដឹងណាអាហ្នឹងបើយើងនិយាយមែនតើទៅហ្នឹងគេហៅថា header ក្បាលខាងលើអញ្ចឹងបើយើងនិយាយពី icon កន្លែងណា icon យើងមើល website គេផ្សេងមាន icon មែនទេនេះយើងមាន Facebook យើងមាន Google Meet យើងឃើញទេយើងមាន icon Telegram យើងឃើញទេខេបខាងលើយើងឃើញទេអញ្ចឹងបើយើងចង់ឲ្យមានicon យើងធ្វើម៉េចបាទយើងសេ icon មកបាទយើងសេឥឡូវហ្នឹងចាំក្រោយក៏បានដែរបើយើងអត់តន់យល់អាហ្នឹងខ្ញុំចង់ឲ្យយើងចាប់ដើមទៅយល់បន្ថែមតិចណាខ្ញុំចង់យើងយល់បន្តិចនៅខាងក្រោមវិញសិនតោះអាហ្នឹងពាក់ព័ន្ធ header ខាងលើអត់អីទេតោះអញ្ចឹងយើងនិយាយពីអ្វីដែល HTML structure មានសិនខ្ញុំអត់តន់បន្ថែមឲ្យនៅអ្វីដែលយើងអាច build បានទេយល់ទេអូខេអញ្ចឹងនេះប៉ុណ្នេះគេហៅគេប៉ុណ្នេះ H1 គេហៅគេនេះយើង H1 គេហៅគេប៉ុណ្ណឹងហ៎មិនចាំទេសប្តាហ៍មុនហ៎ element អូខេ element គឺនៅក្នុងគ្នាបគេហៅ element តែបើយើងនិយាយពីប៉ុណ្នេះគេហៅគេ tab ចឹង tab គឺជាពាក្យបញ្ជា note ណាហើយបើយើងមិន note វីដេអូខ្ញុំដាក់ចូលគ្រប់ទេយើងមើលទៅយើងស្ដាប់តែវីដេអូខ្ញុំដដែលទៅយើងចាំហើយមិនចឹងបាទអញ្ចឹងយើងសេពាក្យគេ hello អីគេ hello with DC ខ្ញុំរ៉ាត់ឧទាហរណ៍ចឹងយើងឃើញមានទេ hello with DC មែនអត់ប៉ុណ្្នឹងតោះណាបាទតោះ